ចង់ប្រាជ្ញឲ្យខំប្រឹងចងក្បិនតឹងរកស៊ីធូគំនិតមុនគំនូរៀនធ្វើគ្រូមានគេរាប់នៅមានប៉ាគឺនៅមានមេឃនៅមានម៉ាក់គឺនៅមានផ្ទះបើសិនជាថ្ងៃណាមួយអ្នកមានគុណទាំងពីរមិនមានវត្តមានតទៅទៀតហើយនោះនៅលើโลกនេះក៏គ្មានអ្នកណាម្នាក់ចង់ឲ្យអ្នកបានល្អដែរសំណាងណាស់ដែលអ្នកបានខ្លាយជាមេឃរបស់គេហើយក៏ជាការគួរឲ្យអាណិតផងដែរដែលមេឃរបស់អ្នកបានដួលរលំយកមកហើយនៅក្នុងសម័យកាលដែលបិទភ្នែកបើកភ្នែកសុទ្ធតែត្រូវការលុយកាក់នេះបើសិនជាអ្នកអាយុ20ឆ្នាំបានដឹងច្បាស់ពីសារៈសំខាន់នៃលុយនោះក្នុងជាតិនេះអ្នកគឺមិនអន់ទេបើសិនជាអ្នកអាយុ30ឆ្នាំបានដឹងច្បាស់ពីសារៈសំខាន់នៃលុយនោះគឺអ្នកប្រកាសជាមើលធ្លុកពីជីវិតមនុស្សបើសិនជាចាំដល់អាយុ40ឆ្នាំទើបបានដឹងច្បាស់ពីសារៈសំខាន់នៃលុយនោះដូច្នេះជីវិតរបស់អ្នកក្នុងជាតិនេះគឺប្រហែលជាគ្មានសង្ឃឹមអ្វីឡើយលុយគឺជាបន្ទះឈិបសម្រាប់ចំណាយក្នុងការរស់នៅមិនមែនថាយើងស្រឡាញ់លុយខ្លាំងនោះទេវាគ្រាន់តែថាយើងមិនអាចធ្វើដំណើរបានដោយគ្មានលុយគេថាលុយមិនសំខាន់តែបើអត់លុយអ្នកខ្លាយជាមនុស្សមិនសំខាន់កុំដល់ពេលដែលឪពុកម្ដាយត្រូវការអ្នកគឺគ្មានអ្វីទាំងអស់ក្រៅពីទឹកភ្នែកនោះកុំដល់ពេលដែលកូនត្រូវការអ្នកគឺគ្មានអ្វីទាំងអស់ក្រៅពីការអាម៉ាស់កុំសើចចំអកឲ្យមនុស្សដែលលក់កម្លាំងដើម្បីរកលុយអ្នកណាក៏ដឹងដែរថាការជ្រើសរើសវាធំជាងការប្រឹងប្រែងប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសិទ្ធិជ្រើសរើសនោះទេមានមនុស្សខ្លះក្នុងមួយជីវិតមិនដែលមានឱកាសឲ្យគេជ្រើសរើសម្ដងផងលុយជារបស់ក្រៅខ្លួនតែបើអត់លុយវាពិបាកក្នុងខ្លួន